សកម្មភាពមួយយប់មួយថ្ងៃដែលយើងទៅកន្លែងផ្ទះមេបឹងដែលនៅស្រុកឯកភ្នំនៅខេត្តបាត់ដំបងតែម្ដងនេះគឺជាសកម្មភាពដែលយើងកំពុងតែធ្វើដំណើរទៅតាមផ្លូវបងប្អូននឹងរីករាយតាទស្សនាទៅតាមដងផ្លូវទាំងអស់គ្នានេះគឺជាដំណើរដែលយើងធ្វើដំណើរទៅឆ្ពោះទៅកន្លែងខ្ទមមេបឹងអ្នកគ្នានេះបងឡំជាតិទេអូបាទទីតាំងដែលយើងត្រូវមកមេបឹងមែនយើងធ្វើដំណើរចេញពីក្រុងបាត់ដំបងមករៀងយូរបន្តិចក៏ស្រាប់តែមកដល់កន្លែងខ្ទមមេបឹងតែម្ដងព្រោះតាមមេបឹងគាត់មានស្មាច់មានអីមកយកយើងទីតាំងដែលយើងធ្វើដំណើរទៅនេះយើងទុកម៉ូតូនៅតែម្ខាងសិនព្រោះយើងត្រូវការឆ្លងទឹកនេះគឺជាសកម្មភាពឆ្លងទឹកអ្នកទាំងអស់គ្នានឹងបានឃើញហើយបែកពុកវល់តែម្ដងបោះចូលណាអត់ទេឡើយនេះយើងទៅមើលសតេមុនគេណាចុះម៉ាំងខ្លួនលើក្លឹបអមអីទេឥឡូវទួលតែអាក្រោមក្ដុងអូយសុំលេខដែរlại ọm bọng bây giờ chỗ đấy ô dắt tới khăn trơn à ឥឡូវនេះបន្តទៅពីយើងយកម៉ូតូទៅទុកកន្លែងស៊ីទួលដែលមានសុខសុវត្ថិភាពហើយក៏ដូចជាយើងឆ្លងផុករួចខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរទៅមុនជាមួយនឹងបង MV នៅលើស្មាច់តែម្ដងហើយនេះគឺជាសកម្មភាពដែលយើងកំពុងតែជិះនៅលើស្មាច់និយាយពីថាខ្ញុំជាលើកទី1ហើយបងប្អូនសម្រាប់តែបងប្អូនអ្នកខ្លះក៏គាត់នៅចិត្តតលេចិត្តអីចឹងណាគាត់ធ្លាប់ជិះស្មាច់ជិះទូកអស់ហើយតែសម្រាប់ខ្ញុំនៅតាមដីលើដូចដែលបងប្អូនបានឃើញហ្នឹងដីមានព្រៃទន្សាយដីព្រៃកពីងជិះអញ្ចឹងយើងមិនដែលងាយបានជិះស្មាច់ទេបាទយូរម្ដងទេហើយមកជិះហ្នឹងគ្រាន់តែឡើងភ្លាមហ្នឹងគឺថា
ទុនជើងទុនដៃយកជើងជោគដៃឲ្យរោតធ្លាក់ទេបាទហើយសម្រាប់បងប្អូនអ្នកដែលគាត់កំពុងតែទស្សនាឬក៏ដូចជាកំពុងតែពេញចិត្តបាទនៅក្នុង clip វីដេអូនេះបាទកុំភ្លេចជួយចុចនៅ follow page របស់ខ្ញុំបាទ Mr. Chia នេះម្នាក់មួយផងក៏ដូចជាពុកម៉ែបងប្អូនដែលគាត់កំពុងតែតាមដានក៏ដូចជាទស្សនានៅក្នុងបាទវីដេអូដូចជានៅក្នុងបណ្ដាញសង្គម YouTube បងប្អូនកុំភ្លេចជួយ subscribe នៅ channel ខ្ញុំបាទម្នាក់នេះមួយផងដើម្បីយើងទៅទទួលបាននូវវីដេអូថ្មីៗខ្ញុំបាទម្ដងទៀតបាទពីសកម្មភាពដើរក្នុងព្រៃក៏ដូចជាដើរជួបជុំបងជួបជុំគ្នាដែលមានសកម្មភាពផ្សេងៗបាទដើម្បីបងប្អូនបានទស្សនានេះគឺជាមេបឹងហើយបាទដែលគាត់កំពុងតែបើកស្មាច់ទៅកន្លែងខ្ទមរបស់គាត់ហើយយើងវាថាខ្ញុំថាសប្បាយបងប្អូនដោយសារអីយើងមិនមានពេលវេលាដែលបានជួបជុំគ្នាទេហើយវាថាតាមផ្លូវនេះខ្ញុំស្ញើបោះឲ្យបងប្អូនដោយសារតែខ្ញុំមិនដែរជិះណាបើគឺថាផ្លូវចូលទៅក្នុងព្រៃក្នុងដប់ទេបងប្អូនមើលទៅមកធ្លុងយល់ថាទឹកដៃស្មាត់ល្អមែនតើបងប្អូនទៅបត់យកតែម្ដងនេះខ្ញុំថាខ្ញុំលើកទី1ដែលខ្ញុំជិះចេះហើយខ្ញុំជិះនោះហ៊ានក្រើកខ្លួនណាកាមេរ៉ាវិលតិចទេព្រោះខ្ញុំមិនហ៊ានក្រើកខ្លាំងទេខ្លាចដួលលើស្មាច់តែម្ដងហើយនេះសកម្មភាពយើងកំពុងតែធ្វើដំណើរទៅកន្លែងខ្ទមមិនគាត់ហើយយើងធ្វើដំណើរមិនសូវជាយូរប៉ុន្មានទេបងប្អូនគឺថាល្មមដែរទេបងប្អូនឃើញសង្កសីសហ្នឹងណាហើយហ្នឹងឯងជាខ្ទមរបស់គាត់នៅខាងមុខនឹងតែម្ដងហើយនៅបងប្អូនហើយសុខសប្បាយទេមួយរយៈនេះហើយក៏សូមជម្រាបសួរទៅកាន់បងប្អូនអ្នកដែលគាត់ថ្មីដែលកំពុងតែតាមដានបាទនៅក្នុងវីដេអូនៅក្នុង page នេះផងក៏ដូចជាបងប្អូនដែលកំពុងតែទស្សនានៅក្នុងបណ្ដាញសង្គម YouTube នេះផងបាទហើយឈ្មោះរបស់ខ្ញុំឈ្មោះដូចគ្នាបងប្អូនទាំងក្នុង page ទាំងក្នុង Facebook ទាំងក្នុង TikTok បាទក្នុង Instagram បាទដូចគ្នាទាំងអស់បាទឈ្មោះ Mr. Chia តែម្ដងបាទបងប្អូនពេញចិត្តចង់ទៅទស្សនានៅក្នុងមួយណាបាទបងប្អូនអាចនឹងរីករាយទៅទស្សនានៅក្នុងនោះបាននៅក្នុងបណ្ដាញសង្គម YouTube ឬក៏ក្នុង Facebook អីបងប្អូនវាយតែឈ្មោះ Mr. Chia ហ្នឹងទៅ M R C H E A ហ្នឹងទៅបងប្អូននឹងឃើញរូបរបស់ខ្ញុំហ្នឹងហើយនេះគឺជាខ្ទមឲ្យបឹងយើងកំពុងតែបាយយួរឡង់ណាគេហៅតែយួរគួរឬក៏ចាក់គួរដើម្បីចូលទៅកន្លែងទីតាំងរបស់គាត់តែម្ដងបាទលើកទី1ដែលខ្ញុំបានមកចេះណាដោយសារតែយើងមកដូចនេះមកជាក្រុមតែម្ដងឥឡូវនេះយើងចាប់ផ្ដើមមកធ្វើដំណើរមកហើយបាទហើយគេថាទៅដល់ភ្លាមនិយាយពីថាបងប្អូនទេសភាពជាមួយនឹងវាស្រែនិយាយពីថាមើលទៅដាច់កតុយភ្នែកតែម្ដងបាទហើយយើងធ្លាប់តែឃើញព្រៃឃើញដប់បានយើងធម្មតាបាទឥឡូវនេះយើងធ្វើដំណើរមកដល់ហើយបង MV ក៏ចាប់ផ្ដើមងើបើខ្ញុំទៅចាប់ផ្ដើមរកន្លែងទីតាំងដែលមានសុវត្ថិភាពហើយនេះឃើញកើហ្នឹងក៏ពិតភ័យរកន្លែងឆ្លងរកន្លែងចុះអត់តាន់កើតទេស្អីខ្ញុំទៅតែរៀនជិះទូកទេបាទជិះស្មាច់ហ្នឹងទេរៀងខ្លាចដែរអូខេយើងតិចទៀតយើងនឹងរីករាយនឹងតាមដានទស្សនានៅក្នុង clip វីដេអូរបស់ខ្ញុំទៅយើងអធិប្បាយច្រើនពេកវាមិនសូវពីរោះទេបងប្អូនអាចនឹងមើលដោយខ្លួនឯងបានឥឡូវនេះយើងមកដល់ទីតាំងរបស់គាត់គឺថាយើងមានវាយអវ៉ាន់ជូនយកមកដាក់នៅលើខ្ទមរើរោងរបស់គាត់ហ្នឹងសិនហើយគ្នាយើងក៏ដូចជាសមាជិកបន្តទៀតក៏ត្រឡប់មកទីរិស័យស្មាច់យើងជាអស់ទីយើងត្រូវដឹកឲ្យវាយអវ៉ាន់មកមុនអញ្ចឹងយើងត្រូវតែមកលេខគ្នានៅក្នុងវីដេអូនេះដឹងតែប្លែកច្រើនហើយពីព្រោះអីយើងមានសកម្មភាពជាច្រើនជាមួយមិត្តរួមក្រុមរបស់យើងមានការចូលរួមជាច្រើនគ្នាអញ្ចឹងណាហើយតាំងមកពីសៀមរាបមកតាំងពីស្រុកបវលហើយបងធម្មជាតិមកពីស្រុករតនមណ្ឌលហើយខ្ញុំបាទទៅស្រុកកកឡជាមួយនឹងបងបាទមេបឹងក៏នៅឯភ្នំតែម្ដងអញ្ចឹងយើងនៅគ្នាច្រើនហើយពេលនេះគឺជាសកម្មភាពបាទដែលបងដែលគាត់វិលត្រឡប់មកហើយជួបជុំគ្នាអូខេអ្នកគ្នាគឺថាមកទៅហូរទៅហែតែម្ដងណាមានបងប្អូនយើងជាច្រើនបាទឥឡូវនេះបានមិនងាយមានពេលជួបជុំទេបងប្អូនអញ្ចឹងគឺថាដាក់មកអស់ដៃហីបាទគឺថាថ្ងៃហ្នឹងណាបាទមិនដឹងថាមានអីខ្លះទេអញ្ចឹងពុកម៉ែបងប្អូនបាទកុំភ្លេចជួយតាមដានទាំងអស់គ្នាផងបាទហើយនេះសកម្មភាពដែលបងចុះពីលើទូកលើស្មាច់ព្រោះដោយសារតែខ្ញុំមកមុនហើយបងគាត់មកហ្នឹងគាត់ជួយអូសម៉ូតូអូសអីដើម្បីយកទៅដាក់បាទកន្លែងទីទួលដែលមានសុវត្ថិភាពហើយព្រោះមិញយើងឆ្លងដែរក៏តែវាឆ្លងអត់តាន់ផុតអីចឹងខ្ញុំជាមួយនឹងបង MV ដើម្បីយកអីវ៉ៃអវ៉ាន់យកមកទុកដាក់ឲ្យស្រួលបួលអញ្ចឹងនេះបងប្អូនយើងវិលត្រឡប់ល្ងាចបន្តិចបាទដោយសារតែល្ងាចបន្តិចយើងវិលត្រឡប់ទៅយកសមាជិកយើងបន្តបន្ថែមទៀតដូចជាតួខាន់ហើយក៏ដូចជាសមាជិកយើង3 4នាក់ទៀតដែលគាត់មកចូលរួមដែរអញ្ចឹងណាអ្នកខ្លះក៏គាត់មកមើលអ្នកខ្លះក៏គាត់ចង់មកលេងកម្សាន្តចង់មកបោះតង់ជាមួយថារាត្រីយប់ហ្នឹងបោះតង់ទៅវាមិនអីមិនអញ្ចឹងណាឥឡូវនេះយើងក៏ចាប់ផ្ដើមធ្វើដំណើរទៅយកគាត់ហើយព្រោះស្មាច់យើងជិះមកម្ដងហើយឥឡូវយើងត្រូវវិលត្រឡប់ទៅវិញហើយនេះជាម៉ូតូរបស់យើងបងប្អូនយើងដាក់ត្រៀមជួសគ្នាហ្នឹងយើងដាក់ចិត្តនៅយើងហ្នឹងវាសុវត្ថិភាពជាងយើងនៅឆ្ងាយហើយនេះដូចខ្ញុំថាយើងជាលើកទី1ដែលខ្ញុំបានមកជិះស្មាច់នេះថាទេសភាពអែមខ្លាំងណាស់នេះទឹកបន្តិចទេហើយក៏សួស្ដីទៅកាន់បងប្អូនអ្នកដែលគាត់នៅទន្លេបងនៅសមុទ្រហ្នឹង
ตาบางคนมีอารมณ์อย่างนาได้บางคนเอาไปได้บ้านตึกล่างหรือก็ตึกจนจังนะบางคนจะบ้านจะเคยแต่สกิปสะอาดตึกล่างคลังบ้านสำหรับខ្ញុំนะที่เลิกตีมวยได้ខ្ញុំបានមកឃើញในខ្ញុំបានមកទស្សនាបែបនេះណាហើយសង្ឃឹមថាបងប្អូននឹងតាមដាននៅវីដេអូនេះនឹងមានសកម្មភាពប្លែកៗនៅពេលយប់ក៏ដូចជានៅពេលរាត្រីផងដែរហើយនេះគឺជាទឹកដៃហើយរបស់មេបឹងដែលគាត់ចាក់គួរយកតាមប្លោះមួយឲ្យខ្ញុំមើលភើបពោះហើយថាតាភ្លុចអីហ្នឹងជាប់ហើយខ្ញុំព្រោះដោយសារអីយើងដៃថ្មីអ្នកជីថ្មីនឹងវាភ័យក៏ពិតវាមិនមានរឿងអីកើតឡើងទេព្រោះដូចតែយើងធ្លាប់ជិះម៉ូតូបើកឡានអញ្ចឹងអ្នកដែលគាត់ធ្លាប់គឺគាត់មិនភ័យទេដាក់ទៅមកឆ្ងាញ់ដៃរបស់គាត់តែសម្រាប់យើងថ្មីរៀងភ័យដែរបងប្អូនព្រោះយើងជាសមាជិកដែលជិះថ្មីអញ្ចឹងណាតែទោះយ៉ាងណាក៏មិនអីដែរបងប្អូនគឺថាសុខភាពទឹកក៏មិនសូវជាជ្រៅប្រហែលដែរទឹកយើងរាក់ទេឥឡូវនេះយើងធ្វើដំណើរបាទចិត្តមកដល់ទីតាំងដែលយើងមកយកគ្នាយើងហើយដូចជាបងទូខាន់បាទហើយសមាជិកជាមួយនឹងបងមេបឹងដូចជាបងវ៉ាន់ដែរហើយគ្នាទៅគ្នាគាត់ទៀតហើយជាមួយនឹងបងប្អូនយើងដូចខ្ញុំថាអញ្ចឹងមួយចំនួនទៀតដែលគាត់បានមកចូលរួមមកទស្សនាក៏ដូចជាមកបោះតង់គេងមកធ្វើអីហូបជុំគ្នាសប្បាយជុំគ្នាតែម្ដងហើយពុកម៉ែបងប្អូនយ៉ាងណាហើយបាទមួយរយៈនេះគឺថាខ្ញុំមិនសូវជាបានចេញវីដេអូនៅក្នុងបណ្ដាញសង្គម YouTube ទេបងប្អូនអើយគឺថាដោយសារតែយើង live level បាទបង្ហោះនៅក្នុង page របស់បងប្អូនចង់ទស្សនានៅក្នុង page ក៏បានដែរបាទ page របស់ខ្ញុំបាទឈ្មោះ Mr. ជាបងប្អូនបាទកុំភ្លេចជួយទៅគាំទ្រក៏ដូចជាផ្ដល់កម្លាំងចិត្តខ្ញុំបាទ Mr. ជាផងដើម្បីយើងទទួលបាននៅវីដេអូថ្មីបន្តទៀតពីខ្ញុំឥឡូវនេះយើងបានធ្វើដំណើរមកដល់បាទបងប្អូនយើងក៏ដោយចំត្រង់ត្រៀមនេះខ្លះមានម្ហូបអាហារមានអីទឹកត្រជាក់ទឹកក្តៅអីគេថាអូសគួរមកស្រេចទៅគេថាត្រៀមឲ្យដើម្បីមកចូលរួមជួបជុំគ្នាតែម្ដងហើយនេះគឺជាសកម្មភាពដែលយើងបានធ្វើដំណើរទៅវាក៏ស្មាច់បនយើងគឺថាបាញ់បែកទឹកចាយតែម្ដងគឺថាអូអេមខ្លាំងណាស់បងប្អូនអើយគឺថាទំនងណាស់បាទប្រហែលជាមានបងប្អូនយើងចិត្តដល់រដូវកាលខែនឹងទៀតហើយបាញ់ទឹកចាយទៀតហើយអ្នកខ្លះក៏គាត់កំពុងតែបន្តសកម្មភាពបាទនេសាទត្រីអ្នកខ្លះក៏មិនទាន់អញ្ចឹងណាបើខាងខ្ញុំវិញនៅទៅលើគោកទេបងប្អូននេះជាលើកទី1ហើយជីស្មាច់ហ្នឹងគឺថាដៃហ្នឹងមិនហ៊ានដកដៃចេញពីទូកពីស្មាច់ហ្នឹងទេគឺថាហើយលោតែកន្លាច់អីហ្នឹងក្ដុងតែម្ដងព្រោះខ្ញុំមិនសូវជាអ្នកប៉ិនទេអូខេនៅពេលថ្ងៃល្ងាចបន្តិចគ្នាយើងក៏ជីស្មាច់ដើរលេងងោមកហ្នឹងអត់តន់ឈប់ទេជីស្មាច់មើលនេះមើលនោះមើលឆ្វេងមើលស្ដាំជីដើរលេងមួយផ្លេតសិនសម្រាប់ឯខ្ញុំឯនេះគឺយើងនៅឈរនៅមាត់ជាងមិនសូវហ៊ានប៉ិនហ្មងឯខ្លាចធ្លាក់ទឹកហើយយើងមកដល់ភ្លាមហ្នឹងក៏សម្រាកហើយក៏មានកម្លាំងក៏ជាប់ដើមគ្នានាំធ្វើមហូបមានកដោមានអីវ៉ាន់ក៏មានសគួរកដោមានសគួរមហូបផ្សេងសាច់គោសាច់អីណាសមាជិកយើងក៏ជួយធ្វើមានអ្នកព្រាសាច់គោមានឡាបមានអីថាកធំខ្លាំងមែនទែនបងប្អូនគឺថាទំនោរខ្លាំងណាស់បងប្អូនអើយនិយាយថាបងគាត់ប្រឡាក់គាត់អីគាត់ត្រៀមឲ្យចាំសាច់អញ្ចឹងទៀតហើយកដោអាំងយើងគឺថាអែមណាស់បងប្អូនហើយនេះគឺជាបន្លែដែលយើងធ្វើបាទគេហៅថាភ្លាសាច់គោណាគឺថាមានអីគឺថាស៊ុបក្រកស៊ុបគ្រប់សពតែម្ដងបងប្អូនបាទជាស្រ័យបងប្អូនអើយគឺថានិយាយទៅរៀងចំមាត់ទៅហើយនេះគឺសកម្មភាពបងធម្មជាតិគាត់រៀបជាប់អីណាគេធ្វើអីអាំងកដោអាំងអីនេះជាទស្សនភាពពីចម្ងាយដែលយើងមើលទៅទេសភាពហ្នឹងនិយាយពីថាអេមហើយអេមហួសបាទដោយសារអីទេសភាពខែនេះគឺជាខែដែលបាទវស្សាគឺជាខែដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ហើយមានទឹកមានអីចឹងវាស្រែវាស្រូវទេសភាពបនយើងគឺថាវាលាស់ខៀវខ្ចីល្អខ្លាំងតែម្ដងបាទហើយនេះគឺជាទេសភាពដែលយើងបាទចាប់ដើម selfie ចូលរួមសមាជិកយើងដើម្បីថតទុកអនុស្សាវរីយ៍បាទដើម្បីបង្ហាញជាអនុស្សាវរីយ៍យើងទៅថ្ងៃក្រោយបន្តទៀតបងប្អូនបាទហើយនេះបងប្អូនយើងនឹងរីករាយតាមដានទស្សនាសកម្មភាពរបស់យើងថាតើអ្វីទៅគឺជាសកម្មភាពដែលយើងកំពុងតែមកហ្នឹងកំពុងតែធ្វើអីបើគឺថាយើងកំពុងតែរៀបចំសកម្មភាពដែលយើងធ្វើអីហូបជួបជុំគ្នាបងប្អូនមានអីទទួលទេនេះបងមានចានេះកដោយើងហើយយើងមានកដោយើងមានក្តាមហើយដូចជាបងធីក៏យករបស់មកចាយដែរប៉ុន្តែចាំមើលវីដេអូខ្ញុំអានេះកដោខ្ញុំនេះអាំងមែនចេញមកប្រឡាក់ចឹងបណ្ដោយបងប្អូនអរគ្នាអូណាស់ខ្លាញ់ឃើញហើយស្រត់មកច្រឡំទៀតទៅខ្ញុំអាំងមកកាមេរ៉ាបាយធ្លាយសម្រាប់អ្នកគូតធំមើលការនិយាយខ្លាំងខាប់
ឥឡូវនេះគឺយើងចាប់ដើមមកលើទីទួលមួយទៀតហើយព្រោះយើងដូរទីតាំងប្រមេនឹងងាយហ្នឹងយើងមករកកន្លែងដែលយើងត្រូវបោះតង់កន្លែងបោះតង់នេះគឺជាកន្លែងដែលមានទីទួលមួយដែលខេបវសាឡើងគឺសួរបងគាត់ថាអត់លិចទេទឹកណាព្រោះគាត់ថាកន្លែងគាត់ដែលយើងថតវីដេអូហ្នឹងអាចនឹងលិចក្បាលឬក៏ត្រឹមកដែលយើងឈរពេលខែទឹកឡើងអញ្ចឹងយើងត្រូវមកឡើងទីទួលនេះវាមានទឹកខ្លាំងទេអ្នកនរគ្នាព្រោះទឹកមកវាអាចត្រឹមដើម7ឲ្យខ្ញុំកំពុងអាដាំបាយហ្នឹងអញ្ចឹងណាខ្ញុំបានបាយនេះវិធីសាស្ត្រនេះដោយសារអីវាខ្យល់ខ្លាំងពេកអញ្ចឹងយើងមករកវិធីសាស្ត្រដែលត្រូវការពារខ្យល់កុំឲ្យវានេះខ្លាំងពេកកុំឲ្យទឹកកុំឲ្យខ្យល់ខ្លាំងពេកអញ្ចឹងបាយយើងដាក់មកឆ្អិនដាំបាយបងដាំបាយបងដាក់បើខ្ចីនេះខាត់តិចមើលទៅលេងមកដាក់ខ្លាញ់មួយសាច់អូអែមអូលក់តាំងពីព្រឹកនោះយប់អើយរហូតដល់តោខ្យល់អូលក់តាំងពីព្រឹកទៅយប់មកដែររៀបតែនេះអាសាយលើកទី1អស់របស់ថ្មីបងអានរបស់សិងទិញមកដែរអត់រៀបទេអូរៀបដែររៀបមើលក្រោះខ្យល់មកកើតឈាមដៃបាត់មុតបងដាក់មកអូនសួរបងថាបងចង់ស្រាត់លើអីទូខានបានទេពេលដំណូងពណ៌ហូបពូឆៅអត់ទេអូកាត់បាទអ្នកលក់គ្រឿងបាត់ដំបងបាទនៅនេះជាងឡានបាត់ដំបងអានេះអ្នកគ្រឿងគេថាឆ្អិនណាស់ចុះខាងណាមិនអីមិននិយាយមិញខាងណាឡើងលក់បាត់ខាងណាលក់អានេះលក់គ្រឿងខ្ញុំធ្វើចុះមិនអត់ទេមិននិយាយរឿងនេះបាទនិយាយរឿងមិនហត់សឡងបាទនិយាយរឿងហត់ទឹកមិនហត់ទឹកសម្លឹងកាអូដូចគេពាក្យចាស់និយាយថាហត់ទឹកសម្លឹងការាប់អានពួកម៉ាក់សម្លឹងឃើញបងស្រីឥឡូវអានេះយកបងខ្ញុំមកដែរមែនតើពួកម៉ាក់បងថ្លៃបាទហើយការជាបងថ្លៃបាទអូខូចអានេះមើលមួយមកជំរាបសួរស្ដីវិញបាទសួរហើយក៏សួរស្ដីទៅពុកម៉ែបងប្អូនកំពុងទស្សនានេះបងហូបពោះមកហូបពោះអស់គ្នាខ្លោចទេសិតស្អិនណាបាទនេះបងថ្លៃនេះខាងនេះបងអូនថ្លៃពុកម៉ាក់ខាងនោះបងធខាងនេះកូនខ្លាតែក្របកន្លែងឆ្លងកើតបានទៅយកផងបាយខ្ញុំនេះសូមបាយបានទៅយកផងហើយអត់មានបំណងអត្រក់អីទេគាត់ថាយើងសុំសម្រាប់ឲ្យអស់ខ្ញុំនឹងត្រឡប់ទៅវិញហើយខ្ញុំអត់មានចង់បានរបស់អីពីនេះទៅវិញទេអ្វីដែលខ្ញុំចង់បានត្រឹមតែមកស្នុកសុខសប្បាយទេហើយបើខុសឆ្គងនឹងសម្ដីពាក្យពេចន៍ឬសម្ដីប្រការណាមួយសូមអធិស្ឋានខាងតូចខ្ញុំផងអំបញ្ញមិញពេលវេលាមួយយប់ឥឡូវនេះយើងដល់ពេលព្រឹកគឺថាសកម្មភាពរៀងសង្ងាមតិចហើយដោយសារតែពេលយប់ហ្នឹងរៀងរលឹមរៀងភ្លៀងផងហើយយើងក៏ចាប់ផ្ដើមរៀបចំឲ្យវាយវ៉ាន់ទុកដាក់ហើយព្រលឹមហ្នឹងក៏មានអាហារម្ហូបទទួលពីមួយវ៉ាន់គឺថាគាត់រៀបចំគាត់ដោយសារតែគាត់យប់ឡើងក៏បានសារៈនៅមួយខ្ញុំទេដោយសារតែគាត់បញ្ញាទៅផ្ទះវិញអ
ចឹងគាត់ត្រូវទៅផ្ទះវិញយប់ហ្នឹងហើយសមាជិកយើងក៏ដូចជាបងប្អូនបាទដែលគាត់បានមកចូលរួមហ្នឹងគឺម្នាក់អ្នកខ្លះក៏វិលត្រឡប់ទៅវិញអ្នកខ្លះក៏នៅបាទដោយសារតែបងប្អូនខ្លះគាត់ត្រូវតែចាំបាច់នឹងវិលត្រឡប់ទៅផ្ទះបាទតែយប់សម្រាប់ខ្ញុំប្រហែលអ្នកហ្នឹងដែលវិលត្រឡប់ដែលបានមកគេងហ្នឹងគឺថាយើងអត់បានតាណាទេយើងនៅតាំងពីល្ងាចរហូតដល់យប់រហូតដល់ព្រឹកនេះគឺជាសកម្មភាពពេលព្រឹកពេលព្រលឹមឡើងបងធម្មជាតិបងវ៉ាន់ជាមេបឹងគាត់បានមករៀបចំដូចជាកាប់កដោឆាកដោដើម្បីធ្វើជាម្ហូបអាហារសម្រន់នៅពេលព្រឹកហ្នឹងមុននឹងយើងចាក់ចេញលាគ្នាវិលត្រឡប់ទៅគេហដ្ឋាននឹងនៅតាមតំបន់នឹងស្រុកកំណើតរបស់ខ្លួនឯងវិញហើយនេះគឺជាសកម្មភាពបងវ៉ាន់ដែលគាត់បានធ្វើមកម្ហូបកដោឆាក្តៅណាបងប្អូននិយាយថាទំនងបងប្អូនអើយបាទហើយបើសិនជាមានឱកាសខែបាទជាទឹកឡើងនេះខ្ញុំនឹងវិលត្រឡប់ទៅបាទកន្លែងបងវ៉ាន់ម្ដងទៀតបាទសម្រាប់បងប្អូនអ្នកដែលគាត់ចង់ទស្សនាចង់តាមដានសកម្មភាពបាទកុំភ្លេចជួយ Subscribe ក៏ដូចជា Follow នៅ Page របស់ខ្ញុំបាទ Mr. ជាក៏ដូចជាបាទនៅក្នុង TikTok និង Instagram ផងអូខេបងប្អូនហើយព្រលឹមឡើងនេះក៏មានត្រីក្រាញ់សម្រាប់ម្ហូបនៅថ្ងៃហ្នឹងដូចជាមានកដោឆាក្តៅហើយក៏ព្រលឹមឡើងហ្នឹងយើងមិនតាន់ចាក់ចេញទៅទេយើងនៅសំណេះសំណាលគ្នាជជែកលេងគ្នាបន្តិចសិនហើយបើនិយាយអំពីទេសភាពក៏ដូចជាបាទរូបភាពដែលយើងទៅបានឃើញជាក់ស្ដែងនឹងនិយាយពីថាស្អាតណាស់បងប្អូនអើយទំនងណាស់បាទហើយព្រឹកហ្នឹងយើងហូបបាយហូបទឹកហើយបានយើងបាទរៀបចំឲ្យវាយបានរៀបតង់បានយើងខ្ទង់ជាម៉ោង9ម៉ោង10ជាងអីយើងនឹងវិលត្រឡប់ទៅផ្ទះវិញហើយនេះគឺជាសកម្មភាពបងគាត់កំពុងធ្វើម្ហូបបាទការធ្វើម្ហូបនេះទៀតដូចខ្ញុំថាអញ្ចឹងគឺម្ហូបឆាក្តៅកណ្ដៅហើយនេះជាខ្ទមមេបឹងហើយដែលគាត់តែងតែបានថតនៅសកម្មភាពមួយចំនួនដែលគាត់តែងតែផលិតនាដការនៅទីនេះណាបាទហើយនេះជាវិធីមេបឹងគាត់ដាក់គ្រឿងមកបងប្អូនអើយជាវិធីទំនងណាបងប្អូនហើយគាត់ដាក់អញ្ចឹងហើយគាត់ដាក់ម្ទេសរៀងច្រើនតិចណាបាទហើយនេះគឺជាសកម្មភាពបន្តគាត់ហើយដែលគាត់ធ្វើគឺថាទំនងមែនទេបងប្អូនចាំមើលបើសិនជាមានឱកាសខ្ញុំនឹងមានអីខ្ញុំធ្វើទុកហូបខ្លួនឯងម្ដងគឺថាឆ្ងាញ់ហើយទំនងទៀតបងប្អូននិយាយវិធីរយម្ទេសចេះទៀតវាអែមមែនទេហើយសម្រាប់បងប្អូនណាដែលគាត់ចង់ហូបចង់ធ្វើអីបែបយើងជនបទស្រុកស្រែចេះគឺអត់ខុសទេបងប្អូនទៅយើងអាចហូបបានហើយបាទគឺធ្វើម៉េចបើយើងជាអ្នកស្រុកស្រែយើងមានតែទស្សនវិជ្ជាក៏ដូចជាពីសកម្មភាពបាទបែបវាស្រែបែបហូបរបស់ស្រែមានកដោមានត្រីមានតុងមានក្តាមមានខ្យងតែប៉ុណ្្នឹងឯងបើសម្រាប់បងប្អូនណាក៏ដែលគាត់គិតថាជាមុខម្ហូបដែលយើងធ្វើទៅប៉ះពាល់ដល់អាយុជីវិតរបស់គេអាហ្នឹងខ្ញុំក៏មិនដឹងគិតមិនដែរបងប្អូនព្រោះដោយសារតែមនុស្សយើងរស់នៅបែបសពថ្ងៃគឺខ្ញុំមិនដឹងគិតថាម៉េចបើយើងមន់ក៏យើងនៅតែហូបបន់គេជីវិតគេបើគិតអញ្ចឹងខ្ញុំមិនដឹងគិតមិនទេព្រោះខ្ញុំតាំងពីដើមមកយើងតែងតែមានតែម្ហូបព្រៃនេះឯងដើម្បីបើចិញ្ចឹមជីវិតរបស់យើងតែបន្តទៅមុខទៅបើយើងមានបានធ្វើវីដេអូទៅអាចនឹងមានប្រាក់ចំណូលបានមកយើងនឹងឈប់បន្តសកម្មភាពបែបហ្នឹងហើយព្រោះយើងបាទអាចធ្វើចឹងបានទៀតទេព្រោះយើងមានចំណូលមានអាចធូរធារបាទទៅមុខយើងមានថវិកាដើម្បីទិញបាទនេះទិញនោះទិញម្ហូបទិញអីយកមកបំរើក្នុងគ្រួសារយើងបានអញ្ចឹងយើងអាចនឹងបញ្ឈប់សកម្មភាពហ្នឹងហើយព្រោះដោយសារតែយើងអាចមានថវិកាទិញត្រីទិញម្ហូបទិញសាច់បានអញ្ចឹងយើងអាចធ្វើនឹងបានទៀតទេក៏ប៉ុន្តែបច្ចុប្បន្ននេះគឺយើងរកអីអត់បានអញ្ចឹងមានតែធ្វើនឹងហូបឲ្យសម្បីតែខ្ញុំមិនមែនបានថតវីដេអូក៏ខ្ញុំនៅតែរកហូបធម្មតាមានកណ្ដោមានតុងមានអីត្រីអញ្ចឹងណាបងប្អូនហើយសកម្មភាពបន្តទៅពីយើងឆាគ្រឿងកណ្ដោហើយបងវ៉ាន់គាត់ចាប់តាមត្រីក្រាញ់ដើម្បីយកមកបាទធ្វើជាមុខម្ហូបមួយទៀតគឺបុកត្រីបុកម្ជូរជាមួយនឹងត្រីបាទក្រាញ់គឺថាទំនងណាបងប្អូនត្រីក្រាញ់ស្រែរបស់យើងណាគឺថាបំពងហើយយកមកដាក់ជាមួយនឹងទឹកបុកម្ជូរបែបនេះគឺថាជាតិណាបងប្អូនសម្រាប់បងប្អូនណាខ្លះដែលគាត់នៅនឹកអនុស្សាវរីយ៍ដែលយើងកំពុងតែធ្វើដូចជាកំពុងតែហូបអ្នកខ្លះក៏គាត់បានទៅធ្វើការនៅកន្លែងឆ្ងាយខ្លះក៏ទៅធ្វើការនៅស្រុកគេអញ្ចឹងណាគឺគិតថាប្រហែលជាបាទសុខកំណើតខ្ញុំមិនហើយទេសភាពទស្សនភាពសកម្មភាពយ៉ាងណាយ៉ាងណីបាទសុខសប្បាយទេអ្នកនៅខាងនេះក៏ប៉ុន្តែខាងខ្ញុំមែនទេគឺថាសុខសប្បាយទេបងប្អូនគឺថាជាមួយនឹងសកម្មភាពរបស់យើងគឺថាទំនងណាបងប្អូននេះជាមួយនឹងត្រីក្រាញ់របស់យើងណាដាក់មកបាច់គឺថាឲ្យមេដៃមួយតែម្ដងសម្រាប់បងប្អូនណាដែលគាត់បាននៅរំលឹកនៅអនុស្សាវរីយ៍ណាកុំភ្លេចបាទជួយ comment ក៏ដូចជា follow page ក៏ដូចជា subscribe នៅ channel YouTube របស់ខ្ញុំបាទ Mr. ជាម្នាក់មួយផងឥឡូវនេះគោលដៅក៏ដូចជាអ្វីក៏ចាប់ផ្ដើមជិតដល់ទីបញ្ចប់ហើយដោយសារតែយើងដល់ពេលវេលាយើងហើយបងប្អូននេះគឺថាសកម្មភាពដែលយើងឡើងមកលើទីទួលរបស់យើងវិញដើម្បីរៀបតង់រើតតែនចែកជើងគ្នាវិលត្រឡប់ទៅស្រុកកំណើតក៏ដូចជាទីតាំងរបស់ខ្លួនឯងវិញ
ក៏ដូចជាបាទទៅបង្កើតមេតិការៀងខ្លួនហើយបងប្អូនខ្លះក៏គាត់នៅចិត្តគ្នាទៅបើសម្រាប់ខ្ញុំវិញនៅក្នុងនៅខាងស្រុកកោះកឡអញ្ចឹងយើងនៅរៀងឆ្ងាយជាងគេយើងបាទល្មមយើងត្រូវរៀបអីវ៉ៃអវ៉ាន់ហើយនេះគឺជាសកម្មភាពដែលយើងបាទរៀបអីវ៉ៃអវ៉ាន់ហើយយើងលាគ្នាបាទចាក់ចេញទៅពួកខ្ញុំត្រូវចេញទៅមុនបាទទៀតហើយត្រូវដូចជាលើកនេះយើងទៅ2 4 6នាក់អញ្ចឹងណាបងប្អូននៅគ្នាយើងនៅវ៉ាន់នៅអីនៅក្រោយទៀតបងវ៉ាន់ក៏ត្រូវទៅដែរដោយសារតែគាត់នៅកន្លែងនេះជាផ្ទះមេបឹងជាបងរបស់គាត់បង្កើតហើយនេះគឺបងធម្មជាតិហើយនៅវាងក្រោយរបស់ខ្ញុំណាបើគឺថាយើងត្រូវវិលត្រឡប់ទីទួលទីតាំងរបស់យើងវិញឥឡូវនេះយើងកំពុងតែចាប់ផ្ដើមចេញស្មាច់ចេញអីទៅវិញហើយបងប្អូនអើយគឺថាលាទីកន្លែងដែលយើងបានមកបោះតង់មួយយប់មួយថ្ងៃដែលយ៉ាងសប្បាយរីករាយជុំបងប្អូនរបស់យើងហើយក៏អរគុណច្រើនទៅដល់ម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សារអ្នកតាម្ចាស់ព្រៃនៅទីតំបន់ហ្នឹងដែលលោកបានជួយคุ้មគ្រងក៏ដូចជាបានជួយថែរក្សាកូនចៅឲ្យមានសេចក្តីសុខសេចក្តីចម្រើនទាំងទៅទាំងមកទាំងធ្វើដំណើរទាំងនៅបោះតង់នៅទីនោះឲ្យបានតែសេចក្តីសុខហើយនេះគឺជាសកម្មភាពដែលយើងវិលត្រឡប់ទៅវិញវាថាទៅវិញបានជិះស្មាច់ដូចបានជិះឡានជិះយន្តហោះជាងបងប្អូនគឺថាសប្បាយខ្លាំងមែនទែនបាទបានមើលទាំងទេសភាពបានមើលទាំងទឹកយើងបានមើលទាំងបាទបងប្អូនយើងដែលគាត់រីករាយជាមួយយើងអញ្ចឹងណាគឺថាអេមខ្លាំងណាស់ហើយហ្នឹងហើយបងប្អូនបើសិនជាយើងមានឱកាសបន្តទៀតជាមួយនឹងខែបាទទឹកឡើងនេះយើងនឹងមានសកម្មភាពបន្តទៀតជាមួយគ្នាឲ្យបងប្អូននឹងបានឃើញហើយបានហើយខែទឹកឡើងគេធ្វើអីខ្លះនៅតំបន់ទន្លេគេធ្វើអីខ្លះនៅតំបន់គេហ្នឹងគេរួអីធ្វើអីចឹងណាហើយខ្ញុំក៏ឆ្ងល់ដែរកំពុងតែបាទចង់ដឹងចង់លឺចង់ឃើញថាតើនៅតំបន់ទន្លេហ្នឹងខែទឹកឡើងហ្នឹងគេរកត្រីរកសាច់រកម្ហូបរកអីហ្នឹងគេរករបៀបណាធ្វើរបៀបណាហើយជាមួយខ្ញុំក៏បានទស្សនាក៏ដូចជាបានមកចូលរួមជាមួយក្នុងបាទក្រុមរបស់យើងបន្តទៀតខ្ញុំនឹងថតបង្ហាញឲ្យបងប្អូនបានទស្សនានៅក្នុងបណ្ដាញសង្គម YouTube ក៏ដូចជានៅក្នុងបណ្ដាញសង្គម Page ផងដែរបងប្អូនហើយនេះជាផ្លូវបាទបងបាទគឺថាអេមខ្លាំងមែនទែននេះគឺជាតកងថ្មីបាទគឺថាគាត់អ្នកបើកមកដោយសារតែបងបាទនៃបឹងគឺថាគាត់ឡៃលវលអញ្ចឹងក៏បានមកដែរអញ្ចឹងបាទអ្នកដែលគាត់បាទចូលរួមមួយគាត់គឺថាកំពុងតែធ្វើដំណើរទៅហើយនេះខ្ញុំមកមុនគេបងប្អូនខ្ញុំមកក៏យើងឡើងដល់ជ្រាំងដល់អីយើងក៏នាំគ្នាទៅយកម៉ូតូយកអីមុនអញ្ចឹងណាហើយសកម្មភាពយើងនេះទៅបងកន្លែងអគាត់កន្លែងសុបាយរីករាយគាត់ជិះនៅលើក្បាលទូកលើអីអញ្ចឹងណាខ្ញុំចប់ហើយដូចខ្ញុំថាអញ្ចឹងជាលើកទី1ដែលខ្ញុំបានជិះស្មាច់គឺមិនងាយទេបងប្អូនគឺថាល្មមមិនដឹងតែធ្លាក់ទឹកហើយបាទគាត់ថាចំណំនៅលើក្បាលស្មាច់លើក្បាលទូកអញ្ចឹងដឹងតែធ្លាក់ទឹកក្ដុងតែម្ដងហើយបងប្អូនយ៉ាងណាយ៉ាងណីដែរពេលបានឃើញសកម្មភាពបែបនេះសប្បាយរីករាយដែរទេឬក៏យ៉ាងណាបងប្អូនខ្លះទៀតក៏ធ្លាប់នៅហើយគាត់ថាមើលទៅសាំភ្នែកមិនថតដឹងអីទេគាត់ថាពេលខ្លះបងប្អូនអើយបងប្អូនធ្លាប់ឆ្លងកាត់ហើយធម្មតាទេតែបើសម្រាប់ខ្ញុំមិនដែរឆ្លងកាត់វិញនិយាយថាគាត់ឃើញភ្លាមនិយាយថាអូជក់គេហៅថាជក់ចិត្តដេញអារម្មណ៍តែម្ដងគឺថាទំនងណាបងប្អូនដោយសារតែខ្ញុំធ្លាប់ទៅនៅតំបន់ទីទួលដែលមើលទៅដីគោកដីអីចឹងណាឥឡូវនេះបានចុះទឹកជិះស្មាច់នឹងគេហើយនេះយើងមកដល់ទីដៅដែលយើងត្រូវឡើងទៅវិញហើយអ្នកទាំងអស់គ្នាយើងឡើងមកហ្នឹងគឺថាម៉ូតូរបស់យើងនៅឯក្រោយមិញយើងត្រូវជិះស្មាច់វិលត្រឡប់ទៅវិញទៀតហើយសួរថាមិនបានមកជិះកណិតកណាត់អញ្ចឹងយើងមកយកឲ្យវ៉ាន់ទុកបងប្អូនយកឲ្យវ៉ាន់ទុកដើម្បីយើងជិះទៅវិញហ្នឹងទៅយកម៉ូតូជិះមកតែម្ដងហើយទីទៀតនឹងឃើញសកម្មភាពដែលយើងបានជិះម៉ូតូជិះអីមកហើយនេះយើងដល់ទីតាំងដល់ជ្រាំងដល់អីយើងហើយគឺថាអូរៀងម្យ៉ាងដែរតែនឹកអាឡ័យសំណោះនៅពេលដែលសកម្មភាពដែលយើងជួបជុំគ្នាហើយដល់ពេលអញ្ចឹងគឺថាពេលវេលាយើងមានកំណត់យើងត្រូវទៅវិលត្រឡប់ទៅវិញនេះគឺជាសកម្មភាពបងដែលគាត់បាទរៀបចំអីវ៉ាន់លើកអីវ៉ាន់ចេញពីស្មាច់ចេញពីទូកហ្នឹងដើម្បីដាក់មួយកន្លែងហើយយើងនឹងធ្វើដំណើរទៅយកគ្នាយើងបន្តទៀតអូខេហើយការជិះស្មាច់នេះទៀតខ្ញុំជិះវិលត្រឡប់ទៅម្ដងទៀតអ្នកទាំងអស់គ្នាថាហេតុអ្វីបានខ្ញុំជិះវិលត្រឡប់ទៅម្ដងទៀតពីព្រោះខ្ញុំទៅលើនេះខ្ញុំទៅយកម៉ូតូរបស់ខ្ញុំវិញហើយលើកនេះស្មាច់យើងនឹងវិលត្រឡប់ទៅកន្លែងម៉ូតូហើយយើងអត់ទៅកន្លែងខ្ទមឯបឹងបានយើងទៀតទេអញ្ចឹងគេថាពេលស្ដាយដែរបងប្អូនយូរបានជួបគ្នាម្ដងក៏ប៉ុន្តែជួបគ្នាបានត្រឹមតែមួយថ្ងៃយើងត្រូវវិលត្រឡប់ទៅគេហៅថាក៏ដូចជាទីតាំងរបស់ខ្លួនវិញយើងខ្លួននិយាយពីថាបាទស្មាច់បាញ់ទឹកឆ្វាចមើលទៅគួរឲ្យគយគន់ណាបងប្អូនទៅស្អាតខ្លាំងមែនទែនគឺថាគាត់តែឃើញនេះគឺចិត្តតែម្ដងបាទហ្នឹងហើយបងប្អូនចាំមើលដល់ខែភាសាខ្ញុំនឹងមកមើលមកថាតើកន្លែងនេះវារបៀបម៉េចនៅពេលដែលទឹកឡើងខ្លាំងហ្នឹងហើយតើទៅសភាពតើសកម្មភាពយើងនេះយើងធ្វើរបៀបណាហើយគេរស់ស៊ីវាម៉េចនៅលើទឹកដីនេះធ្វើអីយើងចង់ដឹងចង់លឺចង់ឃើញដែរថា
ហើយដើម្បីបានគេរស់បានគេធ្វើបានអញ្ចឹងហើយដល់ពេលអញ្ចឹងទៅស្រូវអីដល់ពេលលេខទឹកអីទៅមិនទៅដល់ពេលខែទឹកឡើងខ្លាំងអញ្ចឹងហើយនេះគឺថាស្អាតណាស់បងប្អូនអើយដល់ថាជាលើកទី1ដែលខ្ញុំថាយើងថាបាញ់ទឹកឆ្វាយតែម្ដងបាទហើយបងប្អូនវីដេអូយើងក៏មកបន្តិចម្ដងមកចិត្តដល់ទីបញ្ចប់ហើយហើយក៏សូមបងប្អូនកុំភ្លេចជួយ follow ក៏ដូចជា subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទ Mr. ជាបន្តទៀតហើយបងប្អូនមិនដែរមើលទៅដំណងបាទសម្រាប់ដែលយើងបង្ហាញមើលទៅឃើញបាទទឹកកំពុងតែបាញ់ឆ្វាយពីលើក្រោយឆ្មាច់មើលទៅឃើញនឹងពូជយកគ្នាតែម្ដងបាទហើយនេះយើងមកដល់ទីដៅក៏ដូចជាទិសដៅរបស់យើងដែលយើងត្រូវយកម៉ូតូឯងគឺយើងត្រូវអែបគៀនរហូតបាទថាអែបគៀនយើងនឹងមកដល់កន្លែងទីតាំងដែលយើងត្រូវយកម៉ូតូតែម្ដងហើយម៉ូតូនៅមុខយើងនេះបងប្អូនគឺថាយើងជិះមកដល់ហើយហើយមេបឹងជាមួយនឹងគ្នាយើងម៉ូតូតបទៀតគឺគាត់នៅខាងនោះបាទហើយនេះគឺថាបងគាត់មានរៀបចាប់ជាប់ហើយដោយសារតែចៅដំបងខ្ញុំមិនដឹងទេខ្ញុំចៅស្មាច់ហ្នឹងគឺថាយើងធ្លាក់ពីលើស្មាច់បងប្អូនដោយសារតែខ្ញុំអត់ដែរចៅទេនេះជាលើកទី1ហើយនេះសកម្មភាពដែលយើងមកដល់ម៉ូតូបានយើងហើយមួយយប់មួយថ្ងៃដែលយើងបាទបោះតង់នៅត្រៃម្ខាងទៀតហើយនេះគឺអីវ៉ាន់យកទុកឲ្យយើងយកតែម៉ូតូទៅទីម៉ូតូយើងអាចជិះចូលមកដល់ខាងក្នុងនេះបានហើយពេលនេះយើងក៏ធ្វើដំណើរបាទចាំបីយកម៉ូតូទៅណាខ្ញុំចាប់ដើមឆ្លងផុករបស់យើងទៅវិញហើយបាទអូមិនទេប៉ុណ្ណាទៅផុយឯងមិនប្រឹងឯណាទៀតហើយឥឡូវនេះសមាជិករបស់យើងក៏គាត់បានត្រឡប់មកដល់ជុំគ្នាអស់ហើយបងប្អូនគឺថាយើងជិះស្មាច់មកនេះពួកគាត់មកខាងក្រោយនេះគឺថាជិះមកនេះគឺថាជុំគ្នាតែម្ដងក៏ប៉ុន្តែម៉ូតូពួកគាត់នៅខាងក្រោយនោះបាទអ្នកខ្លះក៏យកមកអ្នកខ្លះក៏មិនតាន់យកមកអញ្ចឹងយើងនឹងអង្គុយចាំពួកគាត់បន្តិចសិនណាឥឡូវនេះពួកគាត់ចាប់ដើមឡើងមកហើយគឺថាអូសប្បាយរីករាយខ្លាំងមែនទែនបន្តិចទៀតយើងនឹងធ្វើការទៅយកម៉ូតូយកអីមកជួបជុំគ្នាហើយយើងនឹងវិលត្រឡប់ទៅទាំងអស់គ្នាហើយបងប្អូននេះគឺជាសកម្មភាពដែលយើងមកជួបជុំគ្នារៀបអីវ៉ាន់ហើយបាទគឺចាប់ដើមលាគ្នាបន្តិចម្ដងគឺថាសោកស្ដាយខ្លាំងមែនទែនបាទនេះពុធីចងាយចងាងស្អីទៅខ្លះម្នាក់និយាយវាថាអូនិយាយទៅចង់បង្ហាញឲ្យបងប្អូនបានទស្សនាបានឃើញថាសកម្មភាពពួកយើងដែលបោះតង់នេះគឺថាសប្បាយរីករាយខ្លាំងមែនទែនថាគាត់តែឃើញហើយចង់ទៅម្ដងទៀតបងប្អូនបាទហើយបងប្អូនហ្នឹងហើយវីដេអូយើងប្រហែលជាមានតែប៉ុណ្្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនដែលចំណាយពេលវេលាយ៉ាងមានតម្លៃមកចូលរួមទស្សនានៅវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនពេញចិត្តក៏ដូចជាស្រឡាញ់ Control កុំភ្លេចជួយបាទ Subscribe នៅ Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងក៏ដូចជាបាទចុច Like ក៏ដូចជា Follow Page របស់ខ្ញុំបាទ Mr. ជាម្នាក់មួយផងអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត